យើងមកមើលអំពីរបៀបនៃការ read data ចេញអំពី console វិញម្ដងជាដំបូងគឺយើងធ្វើការ declare ជាមួយនឹង variable មួយមក x ចុះ assign វាស្មើ0បន្តមកទៀតយើងប្រើជាមួយនឹង cout គឺ print ជាមួយនឹង value ឲ្យគេ enter value មកបន្តមកទៀតដើម្បីធ្វើការ read data ពី console របស់យើងបានហ្នឹងគឺយើងប្រើប្រាស់ជាមួយនឹង cin ដែល cin ហ្នឹងគឺយើងប្រើសញ្ញាធំជាង2ដងគឺបញ្ច្រាស់អំពី cout cout គឺយើង print data ទៅ console cin គឺយើងធ្វើការ read data ហ្នឹងពី console មកវិញបន្ទាប់ពីយើងប្រើជាមួយនឹងសញ្ញាធំជាង2ដងហើយគឺយើងប្រើជាមួយនឹង parabol អញ្ចឹងនៅត្រង់ចំណុចនេះគឺបានន័យថាយើងអនុញ្ញាតឲ្យគេធ្វើការ enter value បន្តមកទៀតយើងធ្វើការ read value ចូលមកកាន់ variable x របស់យើងហើយយើងធ្វើការ print variable របស់យើងចេញទៅខាងក្រៅវិញគឺ x ហ្នឹងឯងអូខេអញ្ចឹងបន្តមកទៀតយើងធ្វើការ execute មកអូខេអនុញ្ញាតឲ្យយើង enter value ឧទាហរណ៍ថាយើងវាយ value 10បន្តមកទៀតពេលដែលយើង enter គឺវានឹងធ្វើការ close application របស់យើងតែម្ដងអញ្ចឹងយើងសាកប្រើប្រាស់ជាមួយនឹង cin.get មកយើងចង់ធ្វើការ wet cursor របស់យើងអូខេយើង enter value មួយសារទៀតលើកនេះមិនថាយើងប្រើប្រាស់ជាមួយនឹង cin.get ទេដោយសារតែ get ក៏វាធ្វើការ read data ពី console ដែរអញ្ចឹងគឺវា conflict វាធ្វើឲ្យពេលដែលយើង enter value គឺវានឹង close តែម្ដងអញ្ចឹងគឺយើងអាចមើល result នៅក្នុង console របស់យើងបានទេយើងអាចមានវិធីសាស្ត្រមួយទៀតគឺយើងប្រើប្រាស់ជាមួយនឹងគឺយើងប្រើជាមួយនឹង const io.h នេះគឺជា namespace មួយទៀតដែលយើងអាចប្រើជាមួយនឹង method getch បានអូខេអញ្ចឹងគឺយើងអាចទៅ include ជាមួយនឹង class មួយទៀតដែលជាប្រភេទ const.io.h ហើយនៅខាងក្រោមគឺយើងអាចប្រើជាមួយនឹង getch បានទេតោះទៀតយើងសាកធ្វើការ run ម្ដងទៀតមកយើង enter value លេខ10អញ្ចឹងយើងឃើញថាយើងអាចមើល console របស់យើងបានមុនវានឹងធ្វើការ get មក character ទៀតដើម្បី close application របស់យើងអូខេអញ្ចឹងឥឡូវគឺយើងឃើញថាយើងអាច read value នឹងចេញអំពី console របស់យើងបានហើយឧទាហរណ៍ថាចង់ធ្វើការប្រកាសជាមួយនឹង value y មួយទៀតដែលនៅស្មើចូលនេះគ្នាដែរហើយនៅខាងក្រោមគឺអាចធ្វើការ cout enter y ហើយខាងលើគឺយើងជំនួសដោយ x វិញមកហើយនៅខាងក្រោមក៏ចូលធ្វើការ cin ជាមួយនឹង y ផងដែរលទ្ធផលគឺចង់បាន x បូកជាមួយនឹង y អូខេយើងធ្វើការ run ប្រមាណវិធីរបស់យើងមកអូខេឥឡូវគេអនុញ្ញាតឲ្យយើងធ្វើការបំពេញ value x ហើយ10បន្តមកទៀតគឺអនុញ្ញាតឲ្យយើងបំពេញ y គឺ40អញ្ចឹងលទ្ធផលគឺយើងនឹងទទួលបាន result 40ហ្នឹងឯងអញ្ចឹងដោយការប្រើប្រាស់ជាមួយនឹង cin គឺយើងអាចធ្វើការ read value ហ្នឹងចេញអំពី console មកបានតែម្ដងហើយយើងអាចយក value ហ្នឹងទៅធ្វើការគណនាទៅតាមប្រមាណវិធីដែលយើងចង់បានទៅដោយ x ហើយនិង y គឺយើងអាច read ពី console បានក្នុងករណីមួយទៀតឆើអាចនឹងធ្វើការ remove cout បន្ទាត់ខាងក្រោមហើយឆើនឹងជំនួសកន្លែងនេះដោយ value ហើយយើង run ម្ដងទៀតឧទាហរណ៍ថានៅក្នុងចំណុចនេះគឺឆើធ្វើការវាយលេខ50 enter បន្តមកទៀតគឺអត់តមានគណនា result អីទេគឺវា wait នៅក្នុង cursor បន្តទៀតទៅថតឆើវាយលេខ30ទៀតហើយ enter គឺវានៅតែធ្វើការគណនាឲ្យយើងដដែលគឺវានឹង read line ហើយវានឹងធ្វើការ read line បន្តទៀតនៅក្នុង variable ទី2របស់យើងអូខេអញ្ចឹងនៅក្នុងចំណុចនេះគឺយើងអាចធ្វើការ read value ចេញអំពី data របស់យើងនៅលើ console ហ្នឹងទៅតាម cin method របស់យើងដោយយើងប្រើ cin ជាប់គ្នាទាំងពីរតែម្ដងក៏បានដែរក្នុងករណីមួយទៀតយើងអាចសាកល្បងបែបនេះឧទាហរណ៍ថាចុចវាយលេខ10ហើយចុច space 1វាយលេខ30គឺនៅក្នុង line តែមួយទេប៉ុន្តែយើងភ្ជាប់ដោយសញ្ញា space មួយឬក៏ច្រើន space ក៏បានដែរយើង enter គឺយើងនឹងទទួលបាន result 40តែម្ដងអញ្ចឹងកន្លែងហ្នឹងវាគឺជា special មួយដែល
នៅក្នុង C++ console គឺយើងអាច read value ហ្នឹងទៅតាម data ដែលយើងបានធ្វើការ enter នៅលើ console ទោះតែវានៅក្នុង line តែមួយក៏ដោយក៏នៅតែ cin របស់យើងនឹងដំណើរការបានផងដែរគឺយើងប្រើ cin ជាមួយនឹង x ហើយខាងក្រោមគឺយើង cin ជាមួយនឹង x អញ្ចឹងនៅពេលដែលវា read character ទៅជួបជាមួយនឹង space វានឹងធ្វើការកាត់ទៅកាន់ parabol ទី2ដែរយើងធ្វើការ cin បន្តទៀតហើយអញ្ចឹងដើម្បីធ្វើការ read data ពី console គឺយើងអាចប្រើទៅតាមអីដែលជាបាន demo គ្នាយើងនឹងបានគឺប្រើប្រាស់ជាមួយនឹង cin រឿងដែលយើងកត់សម្គាល់ cout គឺយើងប្រើសញ្ញាទូចជាង2ដងចំណែកឯ cin គឺយើងប្រើសញ្ញាធំជាង2ដងខុសគ្នាត្រង់ចំណុចហ្នឹងឯង